កណាសូមលើកយកពាក្យមេត្តាបារមីមកបញ្យល់ពាក្យថាមេត្តាបារមីនេះមកពីពាក្យថាមេត្តាបូកនឹងបារមីមេត្តាប្រែថាសេចក្តីស្រឡាញ់រាប់អានឬក៏ប្រែថាបំណងចង់ឲ្យអ្នកដទៃបានសុខចំណែកពាក្យថាបារមីប្រែថាជាគុណជាតិជាគ្រឿងដល់នៅព្រះនិព្វានព្រោះតែកិរិយាកសាងនៅបុណ្យកុសលអ្វីមួយដែលសម្ពយុទ្ធដោយបញ្ញាពាក្យថាសម្ពយុទ្ធដោយបញ្ញានេះគឺមានន័យថាប្រកបដោយបញ្ញាគឺថាការបំពេញបុណ្យឬការធ្វើបុណ្យនោះមានបញ្ញាអមមកជាមួយផងគឺថាការធ្វើបុណ្យនេះគឺដើម្បីលះកិលេសកាលណាលះកិលេសអស់នឹងហើយហៅថាព្រះនិព្វានអញ្ចឹងពាក្យថាបារមីនេះគឺការធ្វើបុណ្យអ្វីមួយគឺដើម្បីលះកិលេសឲ្យអស់ពីខន្ធសន្តានមិនប្រាថ្នាអានិសង្សនៃបុណ្យកុសលដែលខ្លួនបានធ្វើទេគឺប្រាថ្នាតែម្យ៉ាងគឺការប្រាថ្នាព្រះនិព្វានគឺការអស់ទៅនៃកិលេសពីខន្ធសន្តាននេះខ្លឹមសារនៃពាក្យថាបារមីបើប្រែដោយអត្ថាធិប្បាយមេត្តាបារមីគឺថាគឺសេចក្តីរាប់អានឬសេចក្តីជិតស្និទ្ធចំពោះសពសត្វទាំងឡាយមិនរើសមុខដោយចិត្តបរិសុទ្ធគឺមិនលុះក្នុងអំណាចនៃតណ្ហាគឺមិនប្រាថ្នាលាភសក្ការៈឬផលប្រយោជន៍ពីអ្នកដទៃឡើយហើយមានគោលបំណងតែម្យ៉ាងគឺចង់ឲ្យសត្វនោះបានសេចក្តីសុខចម្រើនហើយនឹងកំចាត់បងនៅទោសព្យាបាទវិហិង្សាកិលេសគឺកិលេសបៀតបៀនឲ្យអស់ពីខន្ធសន្តានតែម្យ៉ាងប៉ុណ្ណោះយ៉ាងនេះហើយហៅថាមេត្តាបារមីមេត្តាបារមីក៏ប្រែថាគុណជាតិជាគ្រឿងដល់នៅព្រះដល់នៅត្រើយគឺព្រះនិព្វានព្រោះសេចក្តីរាប់អានមេត្តាបារមីចែកចែងជា3កម្រិតជា3យ៉ាងទី1គឺមេត្តាបារមីទី2មេត្តាឧបបារមីហើយនឹងទី3កម្រិតខ្ពស់ជាងគេគឺមេត្តាបរមត្ថបារមីមេត្តាបារមីគឺសេចក្តីស្រឡាញ់រាប់អានចំពោះសពសត្វទាំងឡាយទោះបីសត្វនោះបៀតបៀនបុត្រភរិយាក៏នៅតែមានសេចក្តីរាប់អានចំពោះសត្វទាំងនោះដែរនេះហៅថាមេត្តាបារមីចំណែកឯមេត្តាឧបបារមីគឺសេចក្តីរាប់អានចំពោះសពសត្វទាំងឡាយទោះបីជាសត្វនោះបានបៀតបៀនអវយវៈទុយធំដូចជាដៃជើងរបស់ខ្លួនក៏ដោយក៏នៅតែរាប់អានចំពោះសពសត្វទាំងនោះដែរនេះហៅថាមេត្តាឧបបារមីចំណែកឯមេត្តាបរមត្ថបារមីគឺសេចក្តីរាប់អានចំពោះសពសត្វទាំងឡាយទោះបីសត្វនោះបៀតបៀនដល់អាយុជីវិតរបស់ខ្លួនក៏ដោយក៏នៅតែគោរពរាប់អានចំពោះសត្វទាំងនោះដែរនេះហៅថាមេត្តាបរមត្ថបារមីចឹងកណាសូមបញ្ចប់ប៉ុណ្ណេះ